ជំរាបសួរពុកម៉ែបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ EMC Group សម្រាប់ថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញអំពីរថយន្តអគ្គិសនី iCar EQ3 ហើយនេះគឺជារថយន្តអគ្គិសនី iCar EQ3 ដែលរចនាម៉ូដបែបអនាគតកាលជាប្រភេទរថយន្តអគ្គិសនីដែលអាចសាកថ្មមកវិញជិះបានរហូតដល់501គីឡូជាប់ជាមួយនឹង9 Dry Mode ផងដែរងាយមកមើលជាមួយនឹងប៉ាណាខាងមុខបែបកាចរាងបែប Adventure សម្រាប់បងប្អូនដែលគាត់ស្រឡាញ់ឡានបែប Adventure ប៉ុន្តែចង់ជិះប្រភេទឡានអគ្គិសនីអាចជ្រើសរើសជាមួយរថយន្តអគ្គិសនី iCar EQ3 តោះអញ្ចឹងបងប្អូនអរគ្នាមកមើលពីទំហំឡាននិងប្រវែងឡានរបស់រថយន្ត iCar EQ3 សម្រាប់ model iCar EQ3 យើងមានប្រវែងឡានរហូតដល់ 4.4 ម៉ែត្រទទឹងរបស់វារហូតដល់ 1.9 ម៉ែត្រហើយនិងកម្ពស់របស់វារហូតដល់ 6.7 ម៉ែត្រផងដែរហើយសម្រាប់ model មួយនេះគឺជា compact SUV ដែលអាចងាយស្រួលក្នុងការបើកបរមិនថានៅក្នុងក្រុងក៏ដូចជានៅក្នុងផ្លូវដែលពិបាកផងដែរហើយយើងងាកមកមើលពីចំហៀងវិញចំហៀងរបស់វាគឺភ្ជាប់ជាមួយនឹង body សម្រាប់ការពារទឹកថ្នាំសម្រាប់បងប្អូនដែលគាត់ចូលចិត្តប្រវែកទៅលើផ្លូវ off road ឬក៏ចូលទៅលើផ្លូវព្រៃគឺអាចការពារទឹកថ្នាំរបស់យើងពីព្រៃឈើផ្សេងៗបានច្រើនមែនទែនហើយខាងក្រោមនេះគឺយើងភ្ជាប់មកជាមួយនឹងទំហំកង់រហូតដល់ 19 អ៊ីងដែលអាចប្រើប្រាស់គ្រប់ស្ថានភាពផ្លូវមិនថាផ្លូវថប់ផ្លូវពិបាកគឺអាចប្រពាក់បានទាំងអស់ជាមួយនឹងទំហំកង់ដែលស័ក្តិសមរបស់ iCar EQ3 អូខេអញ្ចឹងឥឡូវបងប្អូនអរគ្នាងាកមកមើលបន្តិចទៀតភាពលេចធ្លោរបស់ iCar EQ3 ភ្ជាប់ជាមួយនឹងសញ្ញោបដិញនៅលើកញ្ចក់នេះផងដែរកញ្ចក់នេះមិនមែនជាកញ្ចក់ធម្មតាណាបងប្អូនអរគ្នាកញ្ចក់នេះគឺភ្ជាប់មកជាមួយនឹង NFC card អញ្ចឹងបើសិនជាបងទាំងអស់គ្នាដែលគាត់អត់ចង់ប្រវែកជាប្រភេទ Smart Key អាចប្រវែកជាមួយនឹង Smart Card ជំនួសផងដែរអូខ្ញុំមកនាំបងប្អូនមកមើលកន្លែងនេះបន្តិចទៀតណានេះដៃទ្វារបងប្អូនអរគ្នាដៃទ្វារឥឡូវនេះកំពុងពេញនិយមមែនទែននៅពេលដែលបងប្អូនអរគ្នាលឹបបិទ lock សោវានឹងលឹបដល់អូតូម៉ាទិកផងដែរពីចំហៀងនេះគឺយើងមានកន្លែងសាកថ្មដែលប្រភេទនេះគឺអាចsupport ទាំង fast charge ក៏ដូចជា slow charge នៅផ្ទះផងដែរនេះស្រួលខ្លាំងមែនតើចូលសាកតាមសានេះក្នុង20នាទីគឺអាចបន្តដំណើរបានតទៀតហើយបន្ទាប់មកយើងងាកមកមើលនៅខាងក្រោយមកមើលភាពស្រស់ស្អាតនៃចង្កៀងបែប Feature បែប Intelligent Wheel Drive នៅខាងក្រោយនេះបែប Feature ពិតជាស្រស់ស្អាតខ្លាំងមែនតើជាប់ជាមួយនឹង logo IWD ដែលមានន័យថា Intelligent Wheel Drive ខាងក្រោយនេះភ្ជាប់មកជាមួយនឹងក្លុបមួយបន្ថែមទៀតសម្រាប់បងប្អូនដែលគាត់ចូលចិត្តដាក់របស់ដែលមានក្លិនឬក៏បើជើងកីឡាផ្សេងៗដែលគាត់អត់ចង់ឲ្យមានក្លិននៅក្នុងឡានអាចដាក់ចំនួននៅក្នុងនេះបន្ថែមអូអ្វីដែលពិសេសក្លុបខាងក្រោយយើងអាចដាក់អីវ៉ាន់បានច្រើនទៀតមកមើលជាមួយខ្ញុំអស់គ្នានេះបងប្អូនក្លុបខាងក្រោយនេះយើងអាចដាក់បានប៉ុណ្ណេះហើយបើសិនជាបងប្អូនអរគ្នាចង់ទៅដើរលេងបែប camping ចង់ឲ្យ space កាន់តែធំអាចបត់កៅអីបន្ថែមសម្រាប់បងប្អូនដែលគាត់ចូលចិត្តបែប camping ជ្រើសរើសជាមួយរថយន្ត iCar EQ3 ពិតជាមិនខកម្ដងឡើយតោះឥឡូវនេះយើងងាកមកមើលជាមួយខាងក្នុងឡានរបស់រថយន្ត iCar EQ3 អ្វីដែលខ្ញុំឃើញដំបូងគេអស់ហ្នឹងមុននឹងចូលឡានគឺជាមួយនឹងអេក្រង់ដ៏ធំមួយដែលមានទំហំរហូតដល់ 15.6 អ៊ីងដែលអាចប្រើប្រាស់ជាមួយនឹង option ជាច្រើនដូចជា Apple CarPlay Android Auto អញ្ចឹងងាយស្រួលក្នុងការបើកបរទៅលើដងផ្លូវភ្ជាប់មកជាមួយនឹងចង្កូតរាងអក្សរ D ដែលងាយស្រួលក្នុងការបើកបរមិនថាបើកបរផ្លូវជិតផ្លូវឆ្ងាយទេគឺវាមានផាសុកភាពខ្លាំងមែនទែននេះយើងអាចតម្លាក់តម្លើងបានដូចគ្នាសម្រាប់ចង្កូតរបស់វានេះហើយខាងក្នុងនេះយើងងាកមកមើលកន្លែងនេះយើងភ្ជាប់ជាមួយនឹងដុំពេជ្រមួយគឺជាដុំពេជ្រ Dry Mode ដែលខ្ញុំបានបញ្ជាក់នៅខាងមុខវីដេអូណាគឺមានរហូតដល់ 9 Dry Mode បងប្អូនអរគ្នានេះ9 Dry Mode ក្នុងការបើកបរអ្វីដែលពិសេសនេះមានកន្លែងកាន់នេះទៀតបើសិនជាបងអរគ្នាមានកូនក្មេងឯងឲ្យកាន់នេះអាចកាន់បានហើយភ្ជាប់ជាមួយនឹង wireless charge នៅកន្លែងនេះមួយផងដែរអាចដាក់ទឹកសុទ្ធបានរហូតដល់ 2 ដបបន្ថែមមាន space ខាងក្រោមមានកន្លែងសាកថ្មបន្ថែមក៏ដូចជានេះមាន cool box នៅក្នុងនេះទៀតពិសេសខ្លាំងមែនតើអ្វីដែលល្អមួយទៀតសម្រាប់ខ្ញុំគឺពូគឺយើងមានផាសុកភាពដោយសារដែរគឺភ្ជាប់មកជាមួយនឹងស្បែកចេញពីរោងចក្រតែម្ដងអញ្ចឹងឥឡូវតោះងាកទៅមើលទៅ space ខាងក្រោយទាំងអស់គ្នាថា space ខាងក្រោយមានភាពទូលំទូលាយប៉ុណ្ណាតោះអូខេឥឡូវនេះយើងងាកមកមើលជាមួយនឹង space ខាងក្រោយវិញសម្រាប់ខ្ញុំមានរាងធំកម្ពស់ 1.7 ម៉ែត្រជាងដែរនៅពេលដែលខ្ញុំចូលមកក្នុងឡានខាងក្រោយមានសភាពធំទូលាយជង្គង់របស់ខ្ញុំគឺសល់ space ច្រើនខ្លាំងមែនទែនហើយអ្វីដែលពិសេសមួយទៀតនោះគឺងាយស្រួលក្នុងការអង្គុយមែនទែនសម្រាប់បងប្អូនដែលគាត់អង្គុយនៅផ្នែកខាងក្រោយណាអូអ្វីដែលចំណុចដែលខ្ញុំមើលឃើញមួយទៀតហ្នឹងគឺនេះមានកន្លែងចាក់ថ្មរហូតដល់2ហើយសម្រាប់ការសាកថ្មនេះមានទំហំរហូតដល់60 វ៉ាត់ផងដែរអូ
មួយទៀតបងប្អូនអរគ្នានេះងាកមកមើលកន្លែងនេះបន្តិចកន្លែងនេះគឺជា speaker Infinity 12គ្រាប់ដែលភ្ជាប់មកជាមួយនឹង sub ជំនួយសលេងបន្ថែមទៀតអញ្ចឹងបងប្អូនអរគ្នាដែលគាត់ចូលចិត្តតិចម៉េចចូលចិត្តដើរលេងស្ដាប់បទចម្រៀងដែលខ្លាំងព្រោះគឺរើសជាមួយរថយន្ត iK X3 ពិតជាមិនខុសបំណងទេបងប្អូនមួយវិញទៀតណានេះខាងក្រោមយើងមាន space បន្ថែមសម្រាប់ដាក់អីវ៉ាន់ចង់ដាក់អីក៏បានដែរងាយស្រួលអញ្ចឹងបើសិនជាបងប្អូនអរគ្នាចង់ដឹងពីសមត្ថភាពរបស់រថយន្ត iK X3 អាចទំនាក់ទំនងមកកាន់ Facebook Page ក៏បានឬក៏អាចទំនាក់ទំនងមកតាម Telegram ខាងលើបើមិនអញ្ចឹងទេបងប្អូនអរគ្នាអាចអញ្ជើញមកកាន់ទីតាំងផ្ទាល់ដែលទីតាំងរបស់យើងនៅលើផ្លូវសហព័ន្ធរស៊ីនៅទល់មុខនឹងក្រសួងការពារជាតិម្ដងជួបគ្នានៅ Showroom iK Cambodia